តែរយៈពេលប្រហែលមួយសប្តាហ៍ប៉ុណ្ណោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសបដូរចិត្តទាំងស្រុងគឺឈប់ចង់បង្កើតច្បាប់ដាក់កំហិតប្រធានគណៈបកនយោបាយទាំងអស់ឲ្យមានសញ្ជាតិតែមួយគត់នោះទៀតហើយបើតាមលោកនាយករដ្ឋមន្ត្រីហ៊ុនសែនការដែលប្រកាសបដូរចិត្តចំថ្ងៃ7មករាផងនោះគឺលោកចង់ឲ្យអ្នកនយោបាយដែលមានសញ្ជាតិច្រើនមានទម្ងន់ធ្ងន់បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណៈបកកណ្ដាលអំណាចរបស់លោកគណៈបកប្រជាជនកម្ពុជាសម្រាប់ប្រកាន់ជំហរបើកឱកាសឲ្យបណ្ដាប្រធានគណៈបកនយោបាយទោះបីមានសញ្ជាតិមួយឬសញ្ជាតិ10សូមអញ្ជើញចូលរួមបោះឆ្នោតជាមួយគណៈបកប្រជាជនសម្រាប់ក្រុមអ្នកវិភាគបានលើកហេតុផលចម្បង2ដែលនាំឲ្យលោកនាយករដ្ឋមន្ត្រីបដូរចិត្តស្ទើរតែ180ដឺក្រេនោះលោកកែមលីអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកវិភាគថាមូលហេតុចម្បងដែលអ្នកកាន់អំណាចយូរឆ្នាំបដូរចិត្តឈប់ចង់កំហិតសញ្ជាតិអ្នកនយោបាយនោះគឺដោយសារតែខ្លាចប៉ះពាល់ទៅដល់មន្ត្រីគណៈបកប្រជាជនកម្ពុជាមួយចំនួនដែលមានសញ្ជាតិបរទេសពីកំណើតពីពួកអ្នកធំមួយចំនួនគាត់ទៅបានសញ្ជាតិហើយគាត់បញ្ជូនកូនជូនចៅគាត់ទៅសុខក្រៅអស់ដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្វើការយូរទៅក៏អត់ដឹងថាអ្នកដែលនៅជុំវិញខ្លួនគាត់រត់ចោលគាត់អស់ចំណុចមួយទៀតអាចនឹងប៉ះពាល់ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនដែលជាជនជាតិយួនហើយមានសញ្ជាតិយួនផងសញ្ជាតិខ្មែរផងនឹងអាចមានប្រតិកម្មមួយទៀតគឺមានសមាជិករដ្ឋសភាប្រសិទ្ធិរាជរដ្ឋាភិបាលដុល្លារចូលនៅក្នុងគណៈបកកណ្ដាលមានសញ្ជាតិ2ពីព្រោះចូលតាមរយៈហ៊ុនស៊ិនប៉ិចរត់ចេញពីហ៊ុនស៊ិនប៉ិចមកគណៈបកប្រជាជនច្រើនអញ្ចឹងអាចគេនឹងលាសញ្ជាតិគេអាចឈប់ពីរដ្ឋាភិបាលច្រើនបើតាមលោកកែមលីមូលហេតុមួយទៀតគឺនៅពេលដែលលោកហ៊ុនសែនប្រកាសចង់កំណត់សញ្ជាតិប្រធានគណៈបកនោះលោកប្រហែលជាមិនបានសិក្សាជាមុនសិនពីសារៈសំខាន់នៃច្បាប់នេះហើយក៏មានប្រតិកម្មខ្លាំងពីមន្ត្រីគណៈបកកណ្ដាលអំណាចនិងមជ្ឈដ្ឋាននានាការបដូរចិត្តរបស់ប្រធានគណៈបកប្រជាជនកម្ពុជាឈប់ចង់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណៈបកនយោបាយនេះគឺស្របពេលនៃការវិលត្រឡប់ពីទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជាលោកហេងសំរិននៅប្រទេសវៀតណាមលោកសូចន្ទថាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយវិភាគថាករណីចង់កំណត់សញ្ជាតិនេះទំនងត្រូវបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកហេងសំរិននៅប្រទេសវៀតណាមនោះលោកយល់ថាបើកំណត់សញ្ជាតិតែមួយសម្រាប់មេដឹកនាំគណៈបកនយោបាយនោះនឹងមានផលប៉ះពាល់ច្រើនទៅដល់មន្ត្រីរដ្ឋាភិបាលបច្ចុប្បន្នដែលមួយចំនួនលោកថាមានសញ្ជាតិច្រើនបានបន្សល់មកតាំងពីសម័យរដ្ឋកម្ពុជាពោលជាសម័យកាលដែលវៀតណាមលើកបន្ទប់តកតងទៅនឹងច្បាប់សញ្ជាតិគឺបានកំណត់ច្បាស់ថាពលរដ្ឋកម្ពុជាអាចស្នើសុំសញ្ជាតិដោយបរទេសបានប៉ុន្តែអ្វីដែលជាបញ្ហាចោទគឺប្រសិនបើថ្នាក់ដឹកនាំខ្មែរភាគច្រើនមានសញ្ជាតិវៀតណាមខ្ញុំគិតថាវាអាចប៉ះពាល់ទៅដល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជាហើយមួយទៀតគឺផលប្រយោជន៍របស់ប្រទេសកម្ពុជាពីព្រោះខ្ញុំឃើញថាអ្នកទាំងអស់នោះអាចនឹងព្យាយាមការពារផលប្រយោជន៍ប្រទេសជិតខាងផងដែរក្រៅពីមូលហេតុនេះលោកសូចន្ទថាយល់ថាបើកំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណៈបកនយោបាយនោះនាំឲ្យមេដឹកនាំគណៈបកថ្មីដែលទើបបង្កើតឡើងនឹងត្រូវបោះបង់គណៈបកខ្លួនចោលព្រោះតែពួកគេមានសញ្ជាតិលើសច្បាប់កំណត់ជាសេណារីយ៉ូមួយដែលពាក់ព័ន្ធនឹងចំណុចនេះពីព្រោះយើងឃើញថាគណៈបកថ្មីដែលកើតឡើងរួមទាំងប្រធានគណៈបកហ៊ុនប៉ិចផងសុទ្ធតែមានសញ្ជាតិ2អញ្ចឹងបើសិនបើកំណត់ឲ្យមានសញ្ជាតិតែមួយអាចប្រធានគណៈបកអស់នោះមិនអាចធ្វើកិច្ចការបានហើយនឹងអាចជ្រើសរើសគណៈបកណាមួយដែលខ្លួនគិតថាអាចនឹងដំណើរការក្នុងនយោបាយឈានទៅរកការឈ្នះឆ្នោតប្រធានគណៈបកថ្មីដែលទើបបង្កើតឡើងគឺគណៈបកសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យដែលមានសញ្ជាតិបារាំងផងនោះលោកមុំសំណងដូយល់ថាការបដូរចិត្តរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមិនកំណត់សញ្ជាតិតែមួយធ្វើឲ្យគណៈបកប្រជាជនកម្ពុជាជាអ្នកចំណេញទៅវិញទេយើងឃើញច្បាស់ថាតម្លាក់ជានោះក៏យួនហើយដែលបង្កើតរត់នៅក៏យួនបង្កើតខ្មែរក្រហមក៏យួនហើយសពថ្ងៃនេះក៏ដឹកនាំដល់យួនដែរយើងអត់មានទីឯករាជ្យទៅតាមរដ្ឋធម្មនុញ្ញដែលយើងបានឃើញរបស់គ្នាទេទៅអត់រួចអាហ្នឹងឯងគួរតែខ្មែរយើងពិចារណាឡើងវិញគួរបញ្ជាក់ថាប្រធានគណៈបកដែលមានសញ្ជាតិ2រួមមានលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិដែលមានសញ្ជាតិបារាំងហើយលោកមុំសំណងដូប្រធានគណៈបកសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យក៏មានសញ្ជាតិបារាំងដូចគ្នាចំណែកលោកសួនសេរីរដ្ឋាប្រធានគណៈបកអំណាចខ្មែរដែលទើបបង្កើតឡើងថ្មីនិងលោកក្រវាញ់ដារ៉នប្រធានគណៈបកខ្មែរឈប់ក្រដែលបង្កើតយូរហើយនោះក៏មានសញ្ជាតិអាមេរិកកាំងនិយាយជារួមក្រុមអ្នកវិភាគបានសាទរនឹងការបដូរចិត្តរបស់ប្រមុខរដ្ឋាភិបាលដែលឈប់ចង់កំណត់សញ្ជាតិតែមួយសម្រាប់ប្រធានគណៈបកនយោបាយនេះប៉ុន្តែអ្នកវិភាគនិងអ្នកនយោបាយខ្លះយល់ថា
ការបដូរជំហរបែបនេះធ្វើឲ្យគណៈបកប្រជាជនកម្ពុជាជាអ្នកចំណេញទៅវិញទេព្រោះគណៈបកកណ្ដាលអំណាចជាង30ឆ្នាំមកនេះក៏មានអ្នកមានសញ្ជាតិច្រើនផងដែរខ្ញុំអ៊ឹមប៊ុនថន VOD ភ្នំពេញ